បាទគួរចាស់កូនតោះថ្ងៃនេះយើងបន្តមេរៀនភាសាខ្មែរយើងបន្តទៀតដែលតាក់ទងទៅនឹងបឹងទន្លេសាបប៉ុន្តែមុននឹងចាប់ផ្ដើមនៃមេរៀនរបស់យើងមើលបរិវេណថ្នាក់របស់យើងតើស្អាតណាស់កូនបរិវេណថ្នាក់ស្អាតហើយត្រូវថ្ងៃដែរកូនថ្ងៃច័ន្ទប្រហែលរោចដែរ13រោចត្រូវនឹងថ្ងៃទីប្រហែលទេកូន16ល្អណាស់អញ្ចឹងប្រធានថ្នាក់ថ្ងៃហ្នឹងឈប់ប្រហែលដែរកូនអូ2អ្នកស្រី1ប្រុស1អញ្ចឹងដូចសប្តាហ៍មុនដែរហ្នឹងហើយអរគុណច្រើនកូនបាទឥឡូវនេះដើម្បីបន្តមេរៀនថ្មីរបស់យើងលោកគ្រូនឹងសួរមេរៀនចាស់មួយចំនួនដែលយើងបានរៀនកន្លងមកហើយបាទអញ្ចឹងកូនដែលលោកគ្រូដាក់កិច្ចការផ្ទះកាលពីម្សិលមិញណាកូនណាអញ្ចឹងកូនឯងយកមកដាក់ដើម្បីលោកគ្រូកែតាមដានថាតើកូនអាចធ្វើបានប៉ុណ្ណាបើមិនជាកូនធ្វើមិនបានទេលោកគ្រូនឹងកែកំណែជូនកូនបន្តិចទៀតនេះបាទអញ្ចឹងយកមកដាក់មកកូនណាបាទយកមកដាក់សួរកូនហ្នឹងណាយកមកដាក់កូនណាចាំរៀបភាសាកូនរៀបភាសាហើយបន្តិចទៀតលោកគ្រូនឹងកែជូនបើមិនជាមេរៀនណាដែលមិនទាន់បានល្អទេចំណុចណាដែលមិនល្អលោកគ្រូនឹងកែឲ្យកូនតចូលកន្លែងវិញណាតើមេរៀនដែលយើងបានរៀនថ្ងៃមុនមានចំណងជើងអ្វីដែរធនធានជលផលនៅកម្ពុជាបាទហើយតើមេរៀនធនធានជលផលនៅកម្ពុជាហ្នឹងបានឆ្លុះបញ្ចាំងអ្វីនៅក្នុងមេរៀនហ្នឹងបាទវិជ្ជាការឆ្លើយកូនមានលោកគ្រូនៅក្នុងមេរៀននេះគឺបានឆ្លុះបញ្ចាំងអំពីធនធានជលផលរបស់ប្រទេសដែលមាននៅក្នុងបឹងទន្លេសាបស្ទឹងទន្លេសមុទ្រដូចជាត្រីក្រានចំអំពើកំពតមៀនមឹកមៀវគឺមានទាំងនេះសិតតែមានប្រយោជន៍ក្រៃលែងសម្បូរប្រជាជនយើងបាទអរគុណកូនហ្នឹងហើយគឺធនធានជលផលនេះគឺវាមានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាជនកម្ពុជាយើងដូចជានៅក្នុងទឹកយើងដឹងហើយមានទឹកសាបទឹកប្រៃមែនអត់ទឹកសាបមានអីខ្លះកូនមានត្រីមានក្តាមមានខ្យងមានក្រពើមានបកងមានបកាមានជ្រូកអត់មានសាច់ជ្រូកក្នុងទឹកដែរអត់មានទេចិត្តទឹកសមុទ្រមានអីគេមានមឹកមានបកាមានតែស្លាមតែស្ដោហ្នឹងសិតតែខ្លួនឯងដឹងហើយព្រោះថ្នាក់ទី6សុទ្ធតែអ្វីដែលជួយការងារឪពុកម្ដាយរឿងធ្វើម្ហូបរឿងអីចុះកូនណាដែលជួយការងារឪពុកម្ដាយខ្លះកូនលើកដៃមើលសិតតែជួយការងារឪពុកម្ដាយមែនទេអញ្ចឹងយើងត្រូវហើយព្រោះយើងជាង10ឆ្នាំយើងអាចធ្វើការងារជំនួសឪពុកម្ដាយបានខ្លះហើយមែនទេអញ្ចឹងរឿងប៉ិតនៅក្នុងហ្នឹងគឺយើងត្រូវចូលរួមការងារឪពុកម្ដាយយើងមិនមែនថាមានតែធ្វើការងារឪពុកម្ដាយអត់ដែរហ៎ដូចនេះមានទេដែរឆ្លាញ់ឆ្លាញ់ឮថាដើរលេងច្រើនណាស់អត់ទេណាហ្នឹងហើយខំរៀនកូនអញ្ចឹងត្រឡប់មកវិញការរៀនគឺជាបំណិនចំណេះដឹងទូទៅចំណេះដឹងវិជ្ជាបំណិនជីវិតគឺយើងត្រូវយល់អំពីស្ថានភាពទូទៅនៅក្នុងសង្គមឧទាហរណ៍ខ្លួនឯងរៀននៅក្នុងថ្នាក់ទី6នេះគឺគោលដៅខ្លួនឯងដែលកាលពីខែមុនលោកគ្រូប្រាប់ហើយថាគោលដៅខ្លួនឯងមានអ្នកខ្លះកូនខ្លះគាត់ធ្វើជាប៉ូលីសមែនទេកូនខ្លះធ្វើជាពេទ្យកូនខ្លះធ្វើជាគ្រូបង្រៀនកូនខ្លះធ្វើជាទាហានដោយសខារីធ្វើអីគេថ្ងៃមុនធ្វើជាទាហានហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងក៏វាមានចំណុចល្អរៀងខ្លួនដើម្បីជាចំណេះដឹងជាជំនាញនៅថ្ងៃអនាគតនៅថ្ងៃនៅមុនឡើងថ្នាក់ទី7យើងនឹងមាននៅបទពិសោធន៍ថ្មីសម្រាប់នៅថ្នាក់ទី7ថ្នាក់ទី7ហ្នឹងក៏មានបញ្ចូលនៅធាតុផ្សំនៃមេរៀនមួយចំនួនដើម្បីឲ្យកូនមានសមត្ថភាពនិងពង្រឹងសមត្ថភាពបន្ថែមទៀតហើយលោកគ្រូសង្ឃឹមថាខ្លួនឯងនឹងក្លាយទៅជាធនធានមនុស្សដ៏ល្អនៅពេលអនាគតថ្នាក់ទី7ថ្នាក់ទី6ឆ្នាំ2026គាត់មានដឹងអត់ថ្នាក់ទី12ប្រឡងចេញថ្នាក់ទីប៉ុន្មានឆ្នាំណារាប់មើល6ឆ្នាំទៀតអី2032ហ្នឹងហើយអញ្ចឹងសង្ឃឹមថាកូនទាំងអស់គ្នានៅក្នុងថ្នាក់49នាក់នេះនឹងក្លាយទៅជាធនធានដ៏ល្អសម្រាប់ជួយប្រទេសជាតិយើងដឹងហើយថាប្រទេសជាតិមួយរស់រានមានជីវិតសេដ្ឋកិច្ចល្អដំណើរការល្អគ្រប់យ៉ាងគឺល្អគឺដោយសារធនធានហ្នឹងហើយបើមិនជាធនធានមិនល្អទេវាធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិផងដែរយើងដឹងហើយអ្នកដែលធំពីច្រើនគាត់ខំប្រឹងរៀនទៅត្រូវអត់អញ្ចឹងយើងខំរៀនយើងអាចខ្លាយជាឯកឧត្តមខ្លាយជាអុកញ៉ាខ្លាយជាជំទាវអត់ដឹងទេណាថ្ងៃណាមួយយើងអត់ដឹងទេថាវាមានរឿងអីកើតឡើងនៅលើជីវិតរបស់យើងបើមិនជាយើងខំប្រឹងរៀនយើងនឹងទទួលបានលទ្ធផលទាំងនោះបើយើងមិនខិតខំប្រឹងរៀនទេនោះវានឹងទទួលបានមិនល្អទៅតាមនឹងដែរបាទតោះអញ្ចឹងយើងរំលឹកមេរៀនមួយទៀតរឿងគេសត្វភេនឹងអីគេកូនសត្វភេអញ្ចឹងកូនទាំងអស់គ្នាបានរៀនមកហើយសត្វភេចែកផ្លូវគ្នារកអាហារ
bà nó không tu on này rương miền mạn đấy còn miền phê pi miền phê tật trế phê tật trứ là ngay cái môi tiết và cho taจะเจาะ xin một phêอย่างmấy cái con không đường nữa thối cho mày nè cái áo chai chùm này chai ấy cái chai chùm nái tao chaiខ្លួនឯងយកអីគេយកកដាលហើយទុកអីគេយកក្បាលហើយphê tật trếយកអីគេនៅក្នុងរឿងហ្នឹងកតុយphê tật trứយកក្បាលហ្នឹងហើយគឺជាសារអប់រំមួយដែលយើងដឹងថាពេលខ្លះយើងចង់លុបលន់ពេកដោយមិនគិតពីតលរយៈភាពស្គាល់តលរយៈភាពគឺជាភាពស្មើគ្នាណាឧទាហរណ៍គាត់រកបានអញ្ចឹងយើងឧទាហរណ៍នេះពីនេះរចនីនឹងឆ្លែនគាត់រកបានទៅជាមួយគ្នាទៅគាត់រកបាននៅត្រីមួយអញ្ចឹងយើងត្រូវចែកគ្នាឲ្យរឿងថេហ្នឹងការនៅថ្នាក់បឋមមានរឿងមួយទៀតរឿងខ្លាចែកចំណៃគ្នាខ្លាចែកចុចឡើងសអឆ្អឹងហ្នឹងវាដូចគ្នាគេចង់សម្ដៅទៅលើថាយើងកុំលុបលន់ហួសប្រមាណនៅពេលដែលយើងលុបលន់ហួសប្រមាណវាធ្វើឲ្យបាត់បង់ប្រយោជន៍ឃើញទេទៅចោមនុស្សខូចហ្នឹងគេឲ្យមកចែកអីបើយើងនៅមនុស្សយើងគេហៅតឡាការមែនទេឲ្យកាត់ក្តីទៅកាត់យកនេះទាំងអង្គយកសាច់ហើយទុកឲ្យគេក្បាលនឹងកតុយអាហ្នឹងគឺរឿងមួយចង់អប់រំកូនកន្លែងហ្នឹងហើយដល់ពេលមានបញ្ហានឹងកើតឡើងភេគាត់យកតាអីគេយកតាសាច់កដាលហើយភេទាំងពីរគាត់មានអារម្មណ៍មិនដែរគាត់មានអារម្មណ៍មិនដែរមានអារម្មណ៍ទៅតូចចិត្តហ្នឹងមែនទេហ្នឹងហើយចុះបើមិនសិនជាយើងក៏មានអារម្មណ៍តូចចិត្តដូចគ្នាមែនទេហើយគេយកអាសាច់អស់ហ្នឹងនៅសល់ក្បាលហើយកតុយហ្នឹងវាអត់សមទេអញ្ចឹងត្រឡប់មកវិញថាកូនទាំងអស់គ្នាកុំលុបលន់ហួសប្រមាណនៅក្នុងរឿងចោតហ្នឹងណាកូនតោះកូនឥឡូវយើងក៏លេខមើលរឿងមួយទៀតរឿងអីដែរកូនរឿងកុកនឹងក្តាមអញ្ចឹងលោកគ្រូចង់សួរកូនទាំងអស់គ្នាតើរឿងកុកនឹងក្តាមហ្នឹងចង់ឆ្លោះបញ្ចាំងទៅលើការអប់រំដូចម្ដេចបាទដាវីបាទអរគុណកូនអញ្ចឹងត្រឡប់មកវិញរឿងកុកនឹងក្តាមហ្នឹងចង់បញ្ជាក់ថាកុំត្រូវជឿគេខ្វះពិចារណាអ្វីដែលសំខាន់ដូចជារឿងអីក៏ដោយរឿងរកស៊ីរឿងការងារសង្គមរឿងដើរលេងនេះកូនទាំងអស់គ្នាសាវ័យពេញដែលប្រុងប្រយ័ត្នរឿងអីឧទាហរណ៍កូនឯងដើរតាមផ្លូវស្រាប់តែជួបមនុស្សដែលស្គាល់មនុស្សប្រុសឬក៏ស្រីក៏ដោយស្រាប់តែកូនឯងគេគាត់ប្រាប់ថាអូតលេងនៅនោះសុបាយនេះគេមានកម្មវិធីធំហ្នឹងហើយស្រាប់កូនឯងអត់ស្គាល់គេផងហើយស្រាប់តោះនាំទៅបាត់មានដឹងថាគេយកតាណាអត់វាអត់ដឹងទេសួរមើលថាមនុស្សដែលអត់ស្គាល់គេហៅយើងលួងលោមយើងអញ្ចឹងប៉ុន្តែគេមិននិយាយប្រើពាក្យបន្តិចអញ្ចឹងគេមានអាពាក្យបច្ចេកទេសលួងលោមយើងថាទៅនឹងបាត់អីអញ្ចឹងទៅស្រាប់តែយើងឃើញប្រយោជន៍ធំពេកឃើញប្រយោជន៍ធំស្រាប់តែវាធ្វើឲ្យអារម្មណ៍របស់យើងទៅតាមគេឬមួយក៏មានគេមានបច្ចេកទេសពួកហ្នឹងគេមានបច្ចេកទេសណាកូនហ្នឹងហើយអញ្ចឹងកូនឲ្យប្រយ័ត្នមែនតើអ្វីដែលសំខាន់គឺត្រូវជឿគេឲ្យត្រឹមត្រូវជឿគេដោយមានការពិចារណាត្រឹមត្រូវឧទាហរណ៍ស្រីឡើងមានពូមានមីងហៅទៅអាហ្នឹងជារឿងធម្មតាមែនអត់ចុះបើអ្នកផ្សេងមកហៅយើងទាំងទៅទៅហើយយើងទៅមួយគេកើតអត់បានទេណាអត់បានទេកន្លែងហ្នឹងតោះឥឡូវយើងចូលមេរៀនថ្មីរបស់យើងគឺវាសនាបឹងទន្លេសាបបាទតោះរឿងវាសនាបឹងទន្លេសាបនេះមុននឹងចូលមេរៀនលោកគ្រូចង់សួរកូនប៉ុន្តែកូនឯងមើលនៅលើសភៅណានៅលើសភៅមានគាត់ថានេះកូនចង់សម្ដៅចង់បង្ហាញឧទាហរណ៍របស់កូនទេតើនៅក្នុងរូបភាពនេះកូនមានឃើញអ្វីខ្លះកូនឯងហៅមួយចំណុចគ្រូគាត់ដើម្បីឲ្យគ្នាយើងបានដឹងទាំងអស់គ្នាមានឃើញខ្លះកូនផ្ទះប្រលើទឹកមានអីទៀតកូនផ្ទះប្រជាពលរដ្ឋនៅលើគោកបាទលើតូបបោកហ្នឹងលើគោកអានេះលើទឹកហ្នឹងមែនទេនេះលើគោកមានអីទៀតកូននៅក្នុងរូបមានអីទៀតប្រជាជននេសាទមានអីទៀតនៅក្នុងមានអីទៀតកូនបាទអញ្ចឹងនៅក្នុងរូបភាពហ្នឹងមានប្រជាជនកំពុងតែបើកអីគេរូបអីគេបើកអីគេទូកមែនទេមានទូកមួយទៀតបាទត្រឡប់មកវិញបន្តិចទៀតយើងនឹងដឹងអំពីសារៈសំខាន់នៃបឹងទន្លេសាបប៉ុន្តែក៏វាមានផលប៉ះពាល់ដែរបឹងទន្លេសាបផលប្រយោជន៍វាអីគេគឺទី1យើងផ្ដល់ផលមច្ឆជាតិដែលយើងនិយាយណាទី2យើងផ្ដល់គេហៅធ្វើដំណើរមិនដឹកជញ្ជូនមែនអត់ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងបានចំណូលល្អហើយការដឹកជញ្ជូនបានលឿនយើងដឹងហើយថាបើសិនជាយើងអត់មានទឹកយើងឡើងលើខ្នល់ទាំងអស់ហើយដឹកសាច់រាប់តោនមែនទេអញ្ចឹងវាធ្វើឲ្យទីក្រុងភ្នំពេញមានការស្ទះធ្វើឲ្យតំបន់មួយចំនួនមានការស្ទះអញ្ចឹងបើដឹកតាមផ្លូវទឹកហ្នឹងក៏វាជាចំណុចល្អមួយដែរត្រឡប់មកវិញគឺយើងមានផលអាក្រក់ទៅលើអីវាតែងតែមានហើយការចោលសម្រាម
ca mình tô bong mình nạp nó bay trâu ta không năng ngay chân tới hay xây nó không phải giả ca môi trường luôn tại mình chẳng nói nha viên miền tai môi trong rồi môi có đọc ban môi trường luôn hay thế cái đai còn trăm viên miền chấm nói rõ nâng chấm nói các bạn không năng hay ở đây làสำคัญយើងត្រូវយល់អំពីនៃបឹងទន្លេសាបតិចទៀតយើងដឹងដល់គ្នាណាបាទតើបងប្អូនទាំងអស់គ្នាយើងមើលទៅលើអត្ថបទរឿងវាសនាបឹងទន្លេសាបហើយខ្លួនឯងមើលមើលថាតើពាក្យណាខ្លះដែលគិតថាវាពិបាកហើយខ្លួនឯងមើលហើយចាំតិចទៀតគ្រូសួរណាថាតើពាក្យពិបាកមានអ្វីខ្លះតោះឥឡូវយើងអានអត្ថបទរួចហើយអានមើលសឹកហ្នឹងណាអញ្ចឹងយើងដឹងហើយថាកន្លែងណាដែលពិបាកតោះឥឡូវយើងមើលទាំងអស់គ្នាតើពាក្យពិបាកមានអីខ្លះកូនបាទមនុស្សមានពាក្យដែរកូនអាជីពបាទអរគុណកូនចុះបាទតោះមានទៀតទេកូនសិប្បកម្មតោះមានអីទៀតកូនអកតេតោះមានទៀតទេកូនមហន្តរាយបាទមានអីក្រៅពីនេះទៀតទេកូនបាទអត់មានទេមានអីគេទេកូនមហិច្ឆតាបាទអរគុណណាអញ្ចឹងនៅក្នុងហ្នឹងគឺកូនខ្លះគាត់ក៏ដឹងទៅកូនខ្លះក៏គាត់មិនដឹងទៅរឿងតាក់ទងទៅនឹងអាជីពសិប្បកម្មអកតេមហិច្ឆតានិងមហន្តរាយនិងមហិច្ឆតាអញ្ចឹងលោកគ្រូនឹងធ្វើចម្លើយឲ្យកូនដើម្បីឲ្យកូនជាស្ពានជាចំណេះដឹងឲ្យយល់អំពីថាតើអាជីពមានន័យថាម៉េចតើសិប្បកម្មមានន័យថាម៉េចអកតេមានន័យថាម៉េចលោកគ្រូនឹងធ្វើចម្លើយឲ្យកូនដើម្បីកត់ចូលនៅក្នុងសៀវភៅទុកជាការមើលហើយក៏ដូចជាត្រៀមនៅក្នុងការប្រឡងផ្សេងៗលោកគ្រូនឹងចេញនៅចំណុចមួយចំនួននៃរឿងបឹងទន្លេសាបពីព្រោះអីរឿងបឹងទន្លេសាបគឺជារឿងមួយដ៏ល្អសម្រាប់ឆ្លុះបញ្ចាំងឲ្យកូនទាំងអស់គ្នាយល់អំពីដំណើរនៃការវិវត្តបើសិនជាកន្លែងខ្លះទៅគេអភិវឌ្ឍល្អទៅវាមានទឹកស្អាតទឹកអីកន្លែងខ្លះវាក៏ខិចដែរអារឿងបឹងទន្លេសាបហ្នឹងណាហើយវាជារឿងពិតនៅក្នុងសង្គមសប្តាហ៍ថ្ងៃវាមិនមែនថារឿងល្អទាំងអស់នោះទេបាទនៅក្នុងពាក្យពិបាកអាជីពនេះគឺពាក្យនាមមានន័យថាការចិញ្ចឹមជីវិតនិងមុខរបរអញ្ចឹងគាត់ចាំហីមានន័យថាបើសិនជានិយាយពីរឿងអាជីពយើងត្រូវដឹងថាវាគឺជាមុខរបរវាគឺជាការចិញ្ចឹមជីវិតដូចជាឪពុកម្ដាយកូនរាល់ថ្ងៃនេះធ្វើការស្រែចម្ការក៏ចិញ្ចឹមជីវិតមែនអត់ធ្វើការក្រុមហ៊ុនក៏ចិញ្ចឹមជីវិតធ្វើការរត់ការរកស៊ីបើដូចនៅម្ដុំនេះភាគច្រើនចាំអីគេឃើញលោកគ្រូងាយគាត់ចាំអីគេឃើញទេលោកគ្រូងាយគាត់ជាអីគេជាគ្រូបង្រៀនគាត់មានមុខរបរមួយទៀតមែនអត់អញ្ចឹងចំណូលគាត់ទាំងគ្រូបង្រៀនក៏បានចំចង្រិតក៏បានអូចង្រិតដល់អាផ្លូវហ្នឹងគេលក់ច្រើនណាបញ្ជូនហ្នឹងនៅដល់មុខមិនមែននៅនេះលួយគេលក់កែបោកនេះក៏ម៉ាក់កណៃលួយគេកែបោកនេះអាហ្នឹងគឺជាអាជីពហ្នឹងហើយជាអាជីពណាកូននេះគឺអាជីពការចិញ្ចឹមជីវិតនិងមុខរបរតោះយើងមើលសិប្បកម្មវិញម្ដងតោះគេតោះនឹងសិប្បកម្មវិញគឺការងារផ្សេងផលិតសម្ភារៈផ្សេងអញ្ចឹងនៅក្នុងហ្នឹងពេលខ្លះគាត់អត់តន់ស៊ីជម្រៅទេតោះនឹងសិប្បកម្មហ្នឹងគឺការផលិតសម្ភារៈផ្សេងកាយហ្នឹងតិចទៀតគាត់ធំឡើងដឹងរឿងហ្នឹងកាន់តែច្រើនការផលិតទឹកត្រីស្គាល់ទៅលើទឹកត្រីហ៎មានដែរគាត់មានដែរចូលកន្លែងញូកាប់ផលិតទឹកត្រីហ៎នៅទេមែនទេផលិតទឹកសុទ្ធហ្នឹងហើយគាត់ឃើញវីដេអូខ្លះមែនទេហើយផលិតអីផ្សេងគេថាផលិតផ្សេងវាច្រើនវាជាពហុវចនៈអញ្ចឹងគាត់នឹងដឹងហើយនៅពេលធំតិចទៀតមានអ្នកខ្លះក៏ខ្លាយជាតកែសិប្បកម្មផលិតអីគេនំផលិតគុយទាវផលិតលេផលិតលេមានណាគេចូលចិត្តផលិតលេអត់ផលិតលេក៏បានដែរផលិតសម្ភារៈផ្សេងដូចជានៅម្ដុំនេះគេច្រើនផលិតអីណោះទឹកសុទ្ធអីហ្នឹងហើយទឹកសុទ្ធក៏ល្អនេះណាព្រោះមនុស្សយើងត្រូវការទឹកឧទាហរណ៍ស្រីឡានមានមាសមួយតឡឹងស្រាប់តែថ្ងៃទី1គេថាដូរទឹកធំអត់ស្រីឡាននេះអាណាយកទឹកដូរមាសយកដែរឈូតទៅដឹងនិយាយគេស្រាប់តែ7ថ្ងៃក្រោយមកអត់ទឹកហ៎នេះអត់ដល់7ថ្ងៃហ្នឹងអត់ទឹកតែប្រហែលថ្ងៃហ្នឹងហើយ2ថ្ងៃក្រោយមកលេចឃើញមាសបែរឃើញដូចអាចគោចឹងដោយសារអីវាចិត្តស្លាប់ហ្នឹង2ថ្ងៃទៀតស្លាប់បាត់ហ្នឹងហើយយកមាសទៅអីមិនយកមាសមកតឡឹងដូរទឹកមែនអត់ហើយបើសិនជាយកមាសបើនៅតែទុកមាសទូស្រីឡានស្លាប់អត់ស្លាប់បាត់ហើយចាញ់មាសដែរអត់ប៉ុន្តែបើស្រីឡានយកទឹកហ្នឹងមកផឹករស់រៀនមានជីវិតទៀតបានអត់ហើយយើងបន្តដំណើរទៅមុខទៀតមាសអាចរកបានណាប៉ុន្តែជីវិតយើងអាចរកបានទេណាតែស្លាប់ទៅគឺទៅឯកូនណាយកគូនិយាយហ្នឹងអាហ្នឹងគឺជាដំណើរជីវិតពេលខ្លះរបស់ដែលមានតម្លៃយើងលក់បានថ្លៃដូចអងឯងសង្គ្រាមអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលជាមួយអាមេរិកឃើញប្រេងឡើងថ្លៃអត់មានណាគេដាក់ចាំតោម៉ូតូប៉ុន្មាន1លីត្រ
ឃើញទេកាលមុនវាអត់ទាន់មានបញ្ហាសេដ្ឋកិច្ចអត់ទាន់មានសង្គ្រាមវាប្រេងវាច្រើនផលិតបានដំណើរការល្អដល់ពេលឡើយឃើញអត់នឹងបាត់អាចរកព្រោះសមុទ្រហូម៉ូនហ្នឹងដឹកប្រេងអាកាសឃើញទេឡើងពេញហ្នឹងសូម្បីឡានគ្រូមានណាត្រៀមចាក់ពេញរហូតអត់ហ៊ានឲ្យដាច់អញ្ចឹងត្រឡប់មកវិញមានន័យថារឿងអីក៏ដោយរបស់ដែលមិនទាន់ត្រូវការគឺមិនមានតម្លៃទេឧទាហរណ៍ដូចជាតម្រូវការចាំបាច់កលេបាទី1គីឡូអូនវិទ្យាល័យកលេបាទី1គីឡូអនុវិទ្យាល័យ1គីឡូ1គីឡូចិត្តមែនពីក្រាសាំងកលេបាទីមកដល់ហ្នឹង5គីឡូមានស្គាល់ក្រាសាំងការតាច់មុខហ្នឹងពីក្រាសាំងមកដល់គ្រូចាំមែនដែរ5គីឡូអញ្ចឹង3បាទីយកពី3គីឡូចោលឧទាហរណ៍ណាចុះបើសិនជាខ្លួនឯងដល់អត់ឃើញអត់ដល់មិនទៅហត់ប៉ុន្តែយើងត្រូវរកយ៉ាងហោចណាស់ក៏មានកង់មានម៉ូតូអគុយឬក៏មកម៉ូតូចាក់សាំងអាធំហ្នឹងវាទៅតែមានវាគឺជារបស់ដែលចាំបាច់បើគាត់ដល់អត់ដល់ប៉ុន្តែគ្រាន់តែដល់នោះបាច់ឃ្លៀកគេហៅគេភាសាសាមញ្ញបាច់អាចឃ្លៀកហ្នឹងហើយតោះអញ្ចឹងយើងបន្តមកទៀតតាក់ទងទៅនឹងចំណុចមួយចំនួនទៀតដែលយើងនិយាយថាកសិកម្មច្រឡំសិប្បកម្មគឺការងារផ្សេងៗដែលលោកគ្រូបានបង្ហាញមិញហ្នឹងណាអញ្ចឹងយើងបន្តមួយទៀតអកតិអញ្ចឹងលោកគ្រូនឹងបង្ហាញថាតើអកតិវាមានន័យយ៉ាងម៉េចអញ្ចឹងតាក់ទងនឹងចំណុចអកតិនេះខ្លួនឯងយល់ហើយធ្លាប់ប្រើខ្លួនឯងអាយុជាង10ឆ្នាំអាចប្រើដឹងថាអកតិនេះមានថាម៉េចអញ្ចឹងនៅក្នុងនេះគឺសង្កសំដៅទៅលើគុំគួរប្រព្រឹត្តសក្តីលំអៀងគុំព្រោះប្រព្រឹត្តមើលទៅយើងញែកអត់សូវដាច់ទេប៉ុន្តែយើងនិយាយអានេះមួយទៀតសក្តីលំអៀងមានន័យថាការគិតបែបខុសការគិតបែបអវិជ្ជមានការគិតបែបមិនត្រឹមត្រូវឧទាហរណ៍ខ្លួនឯងពីនឹងចោះនៅមុខស្រួលឧទាហរណ៍អញ្ចឹងស្រាប់តែថ្ងៃមួយយើងឆ្លោះគ្នារឿងអីមួយផ្សេងរឿងរៀនចោះស្រាប់តែអានេះថាហើយទៅរៀនលេងសាលាវត្តឆុចហើយរៀនអីរៀនបានស៊ីដើរលេងមិនសុបាយឃើញអត់ការគិតបែបខុសមួយបាត់ប៉ុន្តែដើរលេងសួរថាដើរលេងខុសអត់ខុសទេនៅគេដើរលេងនៅពេលកន្លែងណាដែលយើងទំនេរយើងអាចដើរលេងបានប៉ុន្តែម៉ោងរៀនយើងអត់អាចគេចវេះទៅដើរលេងនៅម៉ោងរៀនទេឧទាហរណ៍អារឿងសាលានិយាយដើររឿងមានកតាបអត់មនុស្សមិនដឹងអត់ហ្នឹងហើយរឿងមានកតាបអត់មនុស្សមិនយ៉ាត់មែនទេណាជួនកាលប្រុសហាមហើយណាអត់មានកតាបនៅហ្នឹងហើយមនុស្សដឹងនៅណាអត់បានទេយើងដើរលេងនៅពេលដែលទំនេរថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសៅរ៍រៀនមកព្រឹកមែនអត់ថ្ងៃសៅរ៍ថ្ងៃអាទិត្យលេងដើរលេងដូចណាគេថ្ងៃមុនដើរលេងម៉ោងរៀនប៉ុន្តែទីមានច្បាប់មែនអត់គឺមានកតាបកិច្ចសុំច្បាប់ទៅរឿងថាមករៀនមកកតាបដល់តុកហើយគឺគ្មានទេដែលយើងនៅតែកតាបអត់មនុស្សអត់បានទេតែគ្រូចាប់បានគ្រូដាក់វិន័យហើយអញ្ចឹងវាជារឿងធម្មតាទេបើសិនជាយើងមករៀនយើងរៀនទៅមកដើរលេងវាមិនដែរពីណារៀនរហូតដល់ដើរលេងមែនអត់នេះរកគ្នាហ្នឹងយ៉ាងហោចណាស់ក៏យើងលេងបែបគ្រួសារយ៉ាងហោចណាស់ក៏យើងលេងអីគេអាតុកតា emoji ក៏ emoji អត់អាតុកតាលោតតាក់តាក់ហ៎ប៉ុន្តែឥឡូវគេលេង emoji លើតាក់តាក់ហ្នឹងហើយកាលមុនឲ្យជិះក៏មានដែរអាលោតពោះលោតបដិញគ្នាដើម្បីតកតុយហ៎ឥឡូវសា smartphone លេងស្អីគេ PUBG អញ្ចឹងទៅ game មិនថាហាមដាច់ខាតប៉ុន្តែយើងលេង game ណាដែលជាប្រយោជន៍ទៅណា game ខ្លះមានប្រយោជន៍ណាឧទាហរណ៍ដូច Typing ស្គាល់ Typing អត់game វាយកុំព្យូទ័រមានអក្សររត់ណាឧទាហរណ៍ថាអក្សរ A កុំព្យូទ័រមាននៅនេះនៅកូដដៃអញ្ចឹងគេដាក់ម្រាមដៃអក្សរ A B C D អញ្ចឹង game ហ្នឹងវាក៏ល្អសម្រាប់យើងដែរមានថា game ខ្លះមិនល្អណា game ខ្លះល្អណាកូនគេថា game វាមានស្អីក៏ដោយមានចំណុចអាក្រក់និងចំណុចមិនល្អនៅក្នុងហ្នឹងអេអាដែរអញ្ចឹងមានន័យថាចំណុចអាក្រក់ចំណុចល្អនៅក្នុងហ្នឹងទាំងអស់ game ខ្លះល្អ game ខ្លះធ្វើឲ្យយើងខូចឧទាហរណ៍ game ខ្លះលើសពីសមត្ថភាពរបស់យើងលេងទៅពោះ game ខ្ពស់ពេកហើយខួរក្បាលរបស់យើងទៅទៀតដល់ពេលយើងដេញតាំង game យើងញក់យើងញៀនឃើញនៅក្នុងវីដេអូឃើញខ្លះដេកស្លើយខ្លះដេកប៉ោងខ្លះដេកអត់លក់ខ្លះសម័យខ្លះដេកហើយនៅចុចទូរស័ព្ទមានតែឃើញវីដេអូហ្នឹងយើងវ័យណាយើងលេងហ្នឹងដូចរៀងគាត់ចេះអីគេចេះជាច្រើនគាត់ដឹងហើយដូចរៀងគាត់លេងកម្រិតសរយ៉ាងខ្ពស់ប៉ុន្តែលោកគ្រូអត់លើកទឹកចិត្តឲ្យលេងហ្គេមណាដែលខ្ពស់ពេកវាធ្វើឲ្យកម្លាំងខួរក្បាលរបស់យើងតាមអត់ទាន់យើងលេងអាណាដែលមានប្រយោជន៍អាចុច Macro ក៏បានដែរចុច A B C ឡើងដូចហ្គេមខ្លះគេលោតអក្សរមកឲ្យយើងអានមែនអត់បើយើងអានអត់ត្រូវវាអត់ទៅមុខទេណាដូច A B C D ហ្គេមខ្លះវាមានពាក្យហ្មងដូច Apple ដូចអីគេ Banana ហើយតែបានគ្រូនិយាយ Apple Banana ដោយសារហ្គេមវាប្រើភាសាវាអត់ទាន់ជាផលិតជាភាសាខ្មែរមែនអត់វាខុសតំបន់គាត់ដូចខ្លួនឯងដូចម៉ាលីហ្នឹងណាគាត់ដូរច្រើនពីមុនអានអត់សូវច្បាស់អត់សូវល្អឥឡូវច្បាស់ល្អឃើញទេគឺដូរអញ្ចឹងដូរទៅតាមស្ថានភាពមនុស្សយើងត្រូវអភិវឌ្ឍពីមួយទៅមួយដូចនេះក៏អញ្ចឹងដែរពីមុនអានទៅកតិកថាឥឡូវគាត់បើនេះអានណាដូចគ្រូនិយាយថ្ងៃមុន1 2 3អាតដឹងកនៅមានឡើយកូនឯងបំបត្តិអាកន្លងគេហៅបើពាក្យនេះគេហៅអឿនណា1 2 3 4អឿនណាលឺសូរសលេងពីរតង់ណាអាសេងឡែនអានលឺសលេងពីរតង់ណាហើយដូចដល់វាអានដាច់ហ្មងគឺថាដើម្បីគឺថាគឺដាច់បាត់ហ្មងនេះក៏ឡើងដាច់
mà thăm mình đi bà rồi chứ đàn nên bạn gì quát ăn lấy ló này anh cụ mình từ xa lực ấy thì xử lý quát mua ló này thông lang đã thì pi của anh cho mơ quát an lang ở khu tranh ẩm nán còn ló này lấy quát xong đá cho mơ không lang cụ của họ đấy nó này riêng năng riêng miền chủng đất trên thiên nó không năng còn chắc dân châu ta bao chủng đất mà hòn rải bên đó rồi cô năng do cô tham tiết ở dưới lòng pi tha tá mà hòn rảiที่นี่ยังดึกดักnó không năng cứ mà hòn rải bên đây tha cha bị nia hòn hỏi bên đây tha bị bắt bóng đấy còn chọc chú bên đấy mà mà cá bên đấy chọc chú cô sầm đá từ lênนี่mà hòn rải bên đây tha chọc chú nó bao tiền tao có mỏ anh miền này bên đấy dân lục cô bảo nơi anh miền lục cô nơi cái tia ho khai chi nóจะkhaiกับพงชนังประมาณชั้นบนนะได้กรมการเงินมนุษย์โทษทางองค์การผูนั้นช่วยสั่งใส่ช่วยเชิญช่วยนะคือชอบบอกปามต่อเลยไม่เรียนชอบจู่หัวคนปามตัวโบราณเลยอันนั้นพรไรวิทเวอร์ฮันฮอตบัดบอมจะสบายบ้าวิมีนโดยที่นี่นะคนนะสำหรับจุดเริ่มพรไรไม่ได้นะวิบัดบอมกับใบมวยดาวเอาปะอย่าหัดโดยชาวจู่โดยไอ้ตัดจุดนนนะนายตอนจังยังโจviệc mũi tiết để trồng rau từ mà hai chả ta này nó ăn slide mà hai chả ta bán con lực đấy xinh lan con cá lông nó nè con có cho vào mà chả ta cá lông khu được tí ho sẽ đặt lúc bây giờ dương lục luôn hútประมาณ việc thôi ở bạch băng nơi chùm nôn còn đôi chia bạch băng nơi phải giao tí ho phê tật trừ phê tật địa lục luôn nát quạt miên trai hai bàn tay ăn chay hộp luôn này năng ơi quạt chay ăn mang này buổi trai bả chay bằng vậy ông nghe snap bả chay mền nát vì miên ba bóng miên lạc luôn bóng miên tôi thiệt chẳng việc thôi mà bả chay cụ thể ho bà sân chia dương ban từ lông số chay vậy viên mua mang này mà nét còn cái trai club với ba thôm cả tôi bạn miên cụt ở miên sai cho nên hay miên tản đi chay tóc hàng đây chụp miếng chay tóc hàng đây là miếng ăn sọc chết rồi ai kế rồi cho trong khỏi bạn ấy bạn tôi những bà rất là ăn chân mình đấy chân mình thắc ca lộp luônพวกประมาณมันได้สู้ท่าเอาลบล้นอัพบ้านลบล้นก้นเนี่ยคนไหนลบล้นไม่ได้ทำไมลบล้นเอาไว้กับใกล้ให้ใกล้อุทิศห่อนะแกอุทิศห่อมูสันอุทิศห่อมาเลยเสียตาแล้วก็จ้องที่เป็ดเสียตาทุ่มล้างก็จ้องมัดในเป็ดเนี่ยอันนั้นมันเขาเลยนะก็ถ้าจ้องที่เป็ดให้ก็จ้องมัดในเป็ดให้ใกล้บ้านหนังปีไม่ได้ทำไมบ้านห่างเป็ดอีบักห่างบ้านคลินิกปะปนหนังไปได้เธอหนังจมูกเนี้ยลอยมูลัดเนี่ยครับtrong hồ si của tiêu sài lan con lụa đồ xe gà thông lắng khơi mạng lụa đồ có chân miệng cầm cái hồ si con miền lôi mà mơn là con thang trong bạc một bò mùi tiệt bạc hàng phổ đi than phát này cái gì lốp luôn 300 từ lốp luôn cho còn đây thì họ con anh đây là tìm một mùi trong chi bè mỏi chất tao ngồi giọt nhìn biết lốp hồ tiêu ho trong ma trong chứ dương lốp luôn làm bay tiếp từ không lốp luôn làm bay bay ra mình bên như đấy rồi ngay con anh thoải mái nhưng trong chi bao panกันได้สุดาแล้วที่บ้านนั้นกันได้ในอนาคตที่บ้านหน่อยเต้กับกันได้ไม่เลยจุ่มโนรับมันแล้วคนไหนจ้องแต่เล่นไปเต้นหน้ากับบ้านได้ไหมเนี่ยเจ้าสร้างกับพวกเจ้ามาเลยเจ้าโดนสิเจ้าจันเจ้าเอ้ยไปสิเจ้าบ้านต่างหากมันได้แล้วสุดตาบ้านหน่อยได้สมัยยังถือดำใบยังลบล้นในเพียรทำเจ้าอัดเจ้าดาวตีหนาวเจ้ามาสั่นยังอัดช่วยต่างอ่ะเบี้ยนังบัดบังเลยการทั้งนั้นคนนะบ้านก็จังเปี้ยปีบ้านอย่างบนนี่เราผูกบ้านมาหายังจนนักบุญจนนู้นคนได้ยังสักษาประธานจิตก็จังยังเราเบี้ยสนุนจำลายมันอ่ะเราต้องอัดบันนั่งวิเมียนสนุนเป็นจำลายอะไรแต่สำคัญลูกครูหนึ่งเอาคนต่างอักเนี้ยย่อปีสนุนสั่งเราไปแต่ย่อปีสนุนให้ยังนั่งรบจำลายต่างอักเนี้ยต่อเดี๋ยวนี้ล้างอ่านสนุนก่อนเดี๋ยวสักในเรื่องเดียสนาบางต้นเลยทราบสำนวนมวยตาครูซาปูประรวนเนอไอหน้าปีตาครูซาปูประประกอบมกระบอใบตาปูประตอนตายประประปนกวาดอัมปีเรื่องใบบวนตาบางต้นเลยทราบกำปงต่อตัวรองตัวดอยซาใบปรามตากระตาแต่งอันนูเพื่อเอาเงินเผาปากวาดมดัดชลาปรามวยใบไทยเดียซาทนเทียนโจลเผาเอาเนยกงวงตาเนี่ยเตาเพื่อดมดัดบ้ากูเจ้าคนบ้าnó biết đây dân đăng vi sùng nua trang phạm pi đang hái dân nâng chố an tầng ngọc này thả tao chùm lại nơi cái này nè chùm lại nắng còn anh mưa nó không ăn được bánh á còn chân dân mấy an sùng nua hay rồi lấy dân chô mặt đó an ăn được bật đâm bay trong đăng thà chùm lại nơi cái này tầng ngọc nàyบ้าđâm vi con lang an ăn được bật con เรื่องวิสนาบางตุนในทราบอาระยะเป็นจิตรันชนะก่อนเรื่องเมืองไทยผู้ประนางมีซ้ำดูเนื้อขนมภูมิชนกตรึกขาดกำปุงชนะครูสากวาดบ้านประกอบมกระบอในสาตรีนังทั่วประหกไตรเงียดไตรอาดาจีอาจีประจำครูซาระดับสำรอกหมกการผู้ประนังกรมประกวดปีเนเตียด
តែងតែចេញទៅនេសាទត្រីតាមទម្លាប់របស់គាត់ក្នុងមួយឆ្នាំគាត់នេសាទត្រីបានយ៉ាងច្រើនដើម្បីឲ្យប្រពន្ធនិងកូនស្រីគាត់យកទៅលក់នៅឯផ្សារធ្វើប្រហុកផ្អកទុកសម្រាប់ហូបនិងលក់ដូរប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពូប្រាក់រកត្រីពុំសូវបានដូចមុនទៀតឡើយថ្ងៃមួយពេលត្រឡប់មកពីនេសាទវិញគាត់អូនត្អែប្រាប់ប្រពន្ធដោយអស់សង្ឃឹមម៉ែវាអើយថ្ងៃនេះខ្ញុំរកត្រីមិនបានទេយើងប្រហែលជាត្រូវដកមុខរបរហើយមីងសាមលឺដូច្នោះក៏សួរប្តីហើយអ្វីបានជាអូវារកត្រីមិនបានពូប្រាក់រៀបរាប់ប្រាប់ភរិយាម៉ែវាដឹងទេសប្តាហ៍ថ្ងៃនេះបឹងទន្លេសាបកំពុងទទួលរងគ្រោះធ្ងន់ធ្ងរណាស់ដោយសារអំពើអកតេយ្យរបស់ជនខ្លះពួកគេបានត្រូវកាប់បំផ្លាញព្រៃលិចទឹកជុំវិញបឹងដែលជាជំរកត្រីពងនិងបន្តពូជដើម្បីយកដីធ្វើស្រែម្យ៉ាងទៀតមនុស្សមួយចំនួនធំបានទៅតាំងទីលំនៅលើទឹកដើម្បីប្រកបរបរនេសាទលក់ដូរនិងធ្វើសិប្បកម្មផ្សេងៗអ្នកទាំងនោះបានបង្ហូរការសំណើចពីលំនៅស្ថាននិងរោងចក្រសិប្បកម្មដែលមានជាតិពុលនៅក្នុងបឹងរាល់ថ្ងៃធ្វើឲ្យទឹកបឹងក៏ខ្វក់ហើយរាក់ទៅជាមួយនោះដែរប្រេងម៉ាស៊ីនកាណូតកប៉ាល់ក៏នាំឲ្យទឹកបឹងកើនកម្ដៅឆាប់រហ័សបណ្ដាលឲ្យត្រីពុលនិងងាយងាប់ពិសេសទៅទៀតអ្នកខ្លះមានមហិច្ឆតាខ្លាំងពេកបានប្រើមើងអួនសំណាញ់ដែលមានក្រឡាញឹកដើម្បីនេសាទត្រីហើយជនល្មើសច្បាប់ខ្លះទៀតបានប្រើខ្សែភ្លើងឆក់ត្រីធ្វើឲ្យត្រីតូចធំងាប់គ្មានសល់កត្តាទាំងអស់នេះហើយធ្វើឲ្យធនធានជលផលរបស់យើងចេះតែខ្សាត់ទៅបើយ៉ាងនេះពួកយើងនឹងរកត្រីមិនបានថ្ងៃណាមួយមិនខាតទេអូវាមីងសំសួរដីគាត់ពូប្រាក់ឆ្លើយឡើងមែនហើយបើទោះបីរាជរដ្ឋាភិបាលបានខិតខំផ្សព្វផ្សាយច្បាប់នេសាទនិងបំផុសចលនាលែងកូនត្រីតាមបឹងបួយ៉ាងណាក៏ដោយបើគ្មានអ្នកចូលរួមការពារនោះទេធនធានជលផលក៏នឹងវិនាសសាបសូន្យជាមិនខានបើនៅតែយ៉ាងនេះពុំមែនតែគ្រួសារយើងតែប៉ុណ្ណោះដែលគ្មានមុខរបរឬគ្មានត្រីបរិភោគគឺប្រទេសជាតិទាំងមូលក៏ធ្លាក់ក្នុងមហន្តរាយផងដែរបាទអរគុណកូនឲ្យអ្នកសំណួរចម្លើយវិញម្ដងនេះក្រុមទី1ក្រុមទី2ក្រុមទី3ក្រុមទី4អញ្ចឹងនៅក្រុមទី1ធ្វើសំណួរ2ទី1និងទី2អាលោកនេះចោលដើម្បីចែកខណ្ឌបាទក្រុមទី1មាន2សំណួរទី1និងទី2ក្រុមទី2 2សំណួរដែរទី3និងទី4ក្រុមទី3ទី5ក្រុមទី4សំណួរទី6នៅក្នុងហ្នឹងយើងពិភាក្សាក្រុមតូចៗសិនមកមានអ្នកក្រុមតូចៗពីទឹកជប់គ្នាហ្នឹងយើងពិភាក្សាគ្នាហើយយកចំណុចរួមមួយដើម្បីឡើងសរសេរលើក្តារខៀនឲ្យមិត្តរួមថ្នាក់ទាំងអស់គ្នាដឹងនៅចំនួននៃសំណួរទាំង6ទាំងអស់គ្នាអញ្ចឹងយើងពិភាក្សាក្រុមតូចៗហើយក្រុមធំក៏បានរៀបចំនៅក្នុងការមានចម្លើយឲ្យដែរអញ្ចឹងសូមកូនទាំងអស់គ្នាតាមក្រុមរៀនខ្លួនដើម្បីធ្វើចម្លើយនៅលើក្តារខៀនកូនណាដែលមានសមត្ថភាពសរសេរស្អាតលឿនឡើងសរសេរកូនឡើងតាមក្រុមឡើងធ្វើសំណួរក្រុមណាក៏បានដែរក្រុមណាមុនក៏បានដែរមានក្រុមណាក៏បានដែរក្រុមណាមុនឡើងក៏បានដែរមកនេះក្រុមទី1មានសំណួរទី1ទី2ក្រុមទី2មាន3 4ក្រុមទី3មាន5ក្រុមទី4មាន6ឡើងមកនេះហ្វឺនេះកូនមានណាមានហ្វឺទៅមកព្រោះអីច្រើនមនុស្សខ្លាចគ្រប់លោកអត់ច្រើនលោកច្រើនតាអីតែហ្វឺទី4គ្រប់ហើយតោះឡើងកូនឡើងសេទី1ទី2ទី3ទី4នេះឡើងបានឡើងទាំងអស់គ្នាមកយើងមើលទាំងអស់គ្នាថាតើសំណួរនឹងតើអត់ហើយក្រុម5មកហើយនៅក្រុម3ឡើងហើយក្រុមទាំងអស់គឺសុទ្ធសឹងតែឧទាហរណ៍ថាកូននៅក្រុមនេះមានសំណួរ2សំណួរ3 4សំណួរ5ទី1ដល់ពេលយើងបង្កើតក្រុមមកយើងបានចម្លើយទាំងអស់គ្នាអញ្ចឹងសំណួរដែលគាត់កំពុងតែធ្វើនេះយើងមិនគាត់ថាតើទាំងអស់ខ្លួនឯងនៅក្នុងគណៈទៀងទាំងអស់គ្នាហើយយើងមើលទាំងអស់គ្នាតើត្រឹមត្រូវឬអត់អញ្ចឹងដើម្បីលោកគ្រូកុំឲ្យស្ងាត់ពេកលោកគ្រូនឹងធ្វើការអានឲ្យកូនស្ដាប់តាក់ទងទៅនឹងអត្ថបទហ្នឹងថាកូនឲ្យស្វែងរកហើយមើលទាំងអស់គ្នាថាតើសំណួរចម្លើយហ្នឹងត្រូវឬអត់បាទលោកគ្រូអានឲ្យស្ដាប់រឿងវាសនាបឹងទន្លេសាបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយពូប្រាក់និងមីងសំរស់នៅក្នុងភូមិស្នុកទ្រូខេត្តកំពង់ឆ្នាំងគ្រួសារគាត់បានប្រកបមុខរបរនេសាទត្រីនិងធ្វើប្រអប់ផ្អកត្រីងៀតត្រីឆ្អើរដែលជាអាជីពប្រចាំគ្រួសាររដូវសម្រកមកដល់ពូប្រាក់និងមីងសំនិងកូនគាត់ទាំងពីរនាក់តែងតែចេញទៅនេសាទត្រីតាមទម្លាប់របស់គាត់ក្នុងមួយឆ្នាំគាត់នេសាទត្រីបានច្រើនដើម្បីឲ្យប្រពន្ធនិងកូនស្រីរបស់គាត់យកទៅលក់នៅឯផ្សារធ្វើប្រហុកធ្វើផ្អកទុកប្រសម្រាប់ហូបនិងលក់ដូរប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពូប្រាក់រកត្រីពុំសូវបានដូចមុនទៀតឡើយថ្ងៃមួយពេលត្រឡប់មកពីនេសាទវិញ
គាត់អូនអែប្រាប់ប្រពន្ធដោយអស់សង្ឃឹមម៉ែវាអើយថ្ងៃនេះខ្ញុំរកត្រីមិនបានទេយើងប្រហែលជាត្រូវដូរមុខរបរហើយមីងសំលឺដូច្នេះក៏សួរប្តីហើយដើម្បីបានជាឲ្យវារកត្រីមិនបានពួកប្រាក់រៀបរាប់ប្រាប់ភរិយាម៉ែវាដឹងទេសប្តាហ៍ថ្ងៃនេះបឹងទន្លេសាបកំពុងទទួលរងគ្រោះធ្ងន់ធ្ងរណាស់ក្រោយដោយសារអំពីអកតេរបស់ជនខ្លះពួកគេបានទៅកាប់បំផ្លាញព្រៃលិចទឹកជុំវិញបឹងទន្លេសាបដែលជាជំរកត្រីពងនិងបន្តពូជដើម្បីយកដីធ្វើស្រែម្យ៉ាងទៀតមនុស្សមួយចំនួនធំបានទៅទីតាំងលំនៅបានទៅតាំងទីលំនៅនៅលើទឹកដើម្បីប្រកបមុខរបរនេសាទលក់ដូរនិងធ្វើជាសិប្បកម្មផ្សេងៗអ្នកទាំងនោះបានបង្ហូរការសំណល់ពីលំនៅឋាននិងរោងសិប្បកម្មដែលមានជាតិពុលនៅក្នុងទឹកបឹងរាល់ថ្ងៃធ្វើឲ្យបឹងកខ្វក់ហើយរាក់ទៅជាមួយនោះដែលប្រេងម៉ាស៊ីនកាណូតកាប៉ាល់នាំឲ្យទឹកបឹងកើនកម្ដៅឆាប់រហ័សបណ្ដាលឲ្យត្រីពុលនិងឆាប់ងាប់ពិសេសទៅទៀតអ្នកខ្លះមានមហិច្ឆតាខ្លាំងពេកបានប្រើមងអួនសំណាញ់ដែលមានក្រឡាញឹកដើម្បីនេសាទត្រីហើយជនល្មើសច្បាប់ខ្លះទៀតបានប្រើខ្សែភ្លើងឆក់ត្រីធ្វើឲ្យត្រីតូចធំងាប់អស់ពីសល់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យធនធានជលផលរបស់យើងចេះតែខ្សត់ទៅយ៉ាងណានេះពួកយើងនឹងរកត្រីមិនបានថ្ងៃណាមួយមិនខានទេឲ្យវាមីងតំសួរប្តីគាត់ពូប្រាក់ឆ្លើយឡើងមែនហើយបើទោះបីជារាជរដ្ឋាភិបាលបានខំអប់រំផ្សព្វផ្សាយច្បាប់នេសាទនិងបំផុសចលនាលែងកូនត្រីតាមបឹងបួយ៉ាងណាក៏ដោយបើគ្មានអ្នកចូលរួមការពារនោះទេធនធានជលផលក៏នឹងវិនាសសាបសូន្យជាមិនខានបើនៅតែបែបនេះពុំមែនតែក្រុមគ្រួសារយើងទេដែលគ្មានមុខរបរគ្មានត្រីបរិភោគគឺប្រទេសជាតិទាំងមូលក៏នឹងធ្លាក់នៅក្នុងគ្រោះមហន្តរាយដែរនេះគឺជាអ្វីដែលលើកឡើងនៅក្នុងអត្ថបទគឺវាមានចំណុចល្អនិងចំណុចអាក្រក់នៅពេលដែលចំណុចល្អគឺវាមានសម្បូរត្រីវាមានការដឹកជញ្ជូនស្រួលវាធ្វើឲ្យសេដ្ឋកិច្ចរឹងមាំវាធ្វើឲ្យប្រទេសរបស់យើងមានការរីកចម្រើនចង់ងាកមកលើបញ្ហាវិញទី1យើងដឹងហើយថាសាងលើផ្ទះมันមានបង្ហូរលិមួកចូលប្រេងអីក្នុងហ្នឹងបានលើកឡើងនេះយើងកំបាច់លើកអីផ្សេងក្រៅពីសភៅឲ្យយើងលើកឡើងពីព្រោះអីអាការលើកឡើងហ្នឹងតាមប្រហែលវាជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់យល់ទេអញ្ចឹងយើងលើកតែកម្រងនៃនៅក្នុងអត្ថបទនេះបានហើយកន្លែងនេះថាមានការលក់ដូរធ្វើសិប្បកម្មបានបង្ហូរកាកសំណល់ពីលំនៅឋានរោងចក្រអីគេសិប្បកម្មដែលមានជាតិពុលនៅក្នុងទឹកបឹងជារៀងរាល់ថ្ងៃដែលធ្វើឲ្យបឹងកខ្វក់រាក់ទៅហ្នឹងហើយពេលដែលវាការសំណល់អាជាភាសាអាផ្លាស្ទិកវាអត់រលាយទេកូនវាធ្វើឲ្យប៉ះពាល់មែនទែនអាហ្នឹងវាប៉ះពាល់អញ្ចឹងលោកគ្រូត្រឡប់មកវិញថារឿងស្អីក៏ដោយវាមានគុណសម្បត្តិគុណវិបត្តិអាគុណសម្បត្តិហ្នឹងវាល្អហើយប៉ុន្តែវានៅតែមានគុណវិបត្តិនៅក្នុងហ្នឹងត្រឡប់មកវិញថាយើងទៅយល់អំពីបឹងទន្លេសាបតិចទេខ្លួនឯងខ្ញុំយល់ហើយថាបឹងទន្លេសាបហ្នឹងវាយ៉ាងម៉េចហើយនៅក្នុងមេរៀនមួយគឺវាមាន step របស់វារៀននេះគឺគេត្រឹមប៉ុណ្ណេះហើយនៅមានមេរៀនថ្នាក់ធំបន្ទាប់គេនឹងបង្ហាញលម្អិតតកតងទៅនឹងរឿងបឹងទន្លេសាបហ្នឹងបាទអរគុណអញ្ចឹងនៅក្រុមមួយបានធ្វើចម្លើយហើយមានន័យថាចម្លើយទី1គ្រួសារពូប្រាក់រស់នៅក្នុងភូមិស្រុកទ្រូខេត្តកំពង់ឆ្នាំងចម្លើយទី2គ្រួសារពូប្រាក់ប្រកបមុខរបរនេសាទត្រីនិងធ្វើប្រហុកផ្អកត្រីងៀតត្រីឆ្អើរដែលជាអាជីពប្រចាំថ្ងៃរបស់គ្រួសារនៅក្នុងហ្នឹងកូនមានឃើញទេតើត្រឹមត្រូវអត់កូនប៉ុណ្ណឹងអាចទទួលយកបានទេចម្លើយហ្នឹងកូនបាទទទួលយកបានទេមែនទេតោះឥឡូវយើងងាកមកមើលក្រុម2វិញម្ដងដែលធ្វើសំណួរទី3និងទី4សំណួរទី3ពូប្រាក់អូនត្អែប្រាប់ប្រពន្ធដោយអស់សង្ឃឹមថាម៉ែវាអើយថ្ងៃនេះខ្ញុំរកត្រីមិនបានទេយើងប្រហែលជាត្រូវដូរមុខរបរហើយអាហ្នឹងឯងដែលចង់និយាយថាពេលដែលរកត្រីបានយើងត្រូវមានអីគេមានគំនិតនៃការរកមុខរបរថ្មីណាមានថាយើងរកអាហ្នឹងបានយើងបាក់ទឹកចិត្តយើងមិនរកអីសោះយើងមានអីអត់មានអីបរិភោគទេពីព្រោះអីមនុស្សយើងប្រចាំថ្ងៃយើងត្រូវមានការបរិភោគប្រចាំថ្ងៃបើមិនយើងអត់មានអីសោះយើងពិបាកមែនទេហ្នឹងហើយវាពិបាកមែនទេអញ្ចឹងយើងកុំកំណត់ថាការងារអ្វីមួយយើងសំខាន់ឲ្យមានចំណូលសិននេះដល់រឿងនេះចឹងនេសាទត្រីអត់បានគាត់រកមុខរបរផ្សេងបាទទី4បឹងទន្លេសាបកំពុងទទួលរងគ្រោះដោយសារអំពើអកតេខ្លះពួកគេបានទៅកាប់បំផ្លាញព្រៃលិចទឹកនៅជុំវិញដែនជំរកត្រីពងបន្តពូជបាទធ្វើស្រែអានេះគឺជាចំណុចដែលរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ដែរបើមិនជាយើងកាប់ព្រៃលិចទឹកអស់តំបន់ត្រីពងវាអត់មានទេហើយដល់ពេលតំបន់ត្រីពងវាអត់មានវាធ្វើឲ្យសត្វត្រីនៅពេលដែលធ្វើឲ្យសត្វត្រីសួរថាបានត្រីមកពីណាវានឹងបាត់បង់ត្រីទាំងអស់មែនអត់វារឿងពិតនៅក្នុងហ្នឹងមកតើតោះចំនួនទី5មកយើងមើលសំណួរទី5បងប្អូនគ្នាកត្តាទាំងអស់នេះហើយដែលធ្វើឲ្យធនធានជលផលចេះតែខ្សត់ទៅសំណួរទី5គេថាម៉េចតើកត្តាទាំងអស់នោះបានផលប៉ះពាល់យ៉ាងដូចម្តេចខ្លះចម្លើយ
กตาទាំងអស់នេះហើយដែលធ្វើឲ្យផលប៉ះពាល់យើងសត្វទៅសំណួរនេះគឺចប់មួយនេះនៅពេលដែលមានការបំផ្លិចបំផ្លាញព្រៃឈើលិចទឹកនោះវាអត់មានcâyពងទេអញ្ចឹងវាធ្វើឲ្យសត្វទៅតោះសំណួរចុងក្រោយថាម៉េចដើម្បីថែរក្សាធនធានជលផលនៅឲ្យបានគង់វង្សតើអ្នកត្រូវធ្វើដូចម្ដេចចឹងចម្លើយដើម្បីថែរក្សាធនធានជលផលឲ្យបានគង់វង្សយើងត្រូវថែរក្សាព្រៃលិចទឹកឲ្យនៅគង់វង្សថែរក្សាបរិស្ថានទឹកឲ្យបានស្អាតដោយមិនត្រូវមានសម្រាប់បោះសម្រាប់ដូចជាកាកសំណល់ផ្សេងៗនៅក្នុងទឹកទេដូចគ្រូនិយាយមិញហ្នឹងណាពេលដែលយើងបោះនងគ្នាបោះចុះបោះឡើងវាធ្វើឲ្យទឹកទន្លេហ្នឹងរាបមានជាតិពុលបុគ្គលគុណភាពបាត់ត្រីសពបែបយ៉ាងទៅបាទអញ្ចឹងនៅក្នុងហ្នឹងគឺបានធ្វើល្អមានកូនណាអាចកែបានទេឬមួយក៏តាមត្រូវឯប៉ុណ្ណឹងគឺថាអូខេមែនទេពីព្រោះអីវានៅក្នុងទស្សនវិជ្ជានៃអត្ថបទទាំងអស់គឺសំណួរចម្លើយអត់មាននៅខាងណាទេគឺនៅក្នុងអត្ថបទទាំងអស់អញ្ចឹងនៅពេលកូនឯងលើកឡើងមកវាស័ក្តិសមវាល្អវាត្រឹមត្រូវហើយបាទឥឡូវយើងចូលលំហាត់ទាំងអស់គ្នាលំហាត់នៅទំព័រទីប៉ុន្មានកូនបាទទំព័រទី66តោះនៅពេលដែលយើងធ្វើសំណួរហើយកូននឹងលើកសភៅកាត់ចម្លើយចូលសភៅទាំងអស់គ្នាណាអញ្ចឹងលោកគ្រូទុកពេលឲ្យមួយចំនួនដើម្បីកូនឯងកាត់ត្រាមួយចំនួនបាទកាត់คลิปបាទឥឡូវយើងបានកាត់ចម្លើយចូលហើយនៅក្នុងសភៅហើយអញ្ចឹងយើងបន្តសំណួររបស់យើងបន្តទៀតតោះកូនឡើងលោកក្រាគីមគ្រូតិចដើម្បីលោកគ្រូធ្វើចម្លើយលំហាត់នៅចំណុចបន្តទៀតឥឡូវយើងចូលសំណួរទាំងអស់គ្នានៅចំណុចកហើយកូនឯងមើលថាតើយើងយកចំណុចមួយណាតិចទៀតលោកគ្រូនឹងដាក់កណ្ដាលឲ្យលោកគ្រូអត់បានសេព្រោះអានេះសេយូរណាយើងដាក់ចេះលោកគ្រូសេកណ្ដាលឲ្យទុកឲ្យយូរហើយអញ្ចឹងកូនឯងមើលថាតើចំណុចហ្នឹងកូនឯងយកមួយណាមើលបន្តិចណាអានបន្តិចហើយនឹងពិចារណាថាតើមួយណាដែលគាត់ថាត្រឹមត្រូវណាកូនបាទអញ្ចឹងនៅក្នុងហ្នឹងកូនបានគិតចម្លើយក្នុងចិត្តទាំងអស់គ្នាប៉ុន្តែលោកគ្រូនឹងចាប់នៅកូនម្នាក់ដើម្បីធ្វើចម្លើយបាទពិសាលមើលយកមកមួយហ្នឹងមួយណាវិញមុខរបរបាទត្រូវអត់កូនត្រូវលោកគ្រូចាប់មែនតើណាបើអូក៏ប៉ុណ្ណឹងអត់ត្រូវអត់ចាំអត់ចេះចាប់បានឯណានឹងឡើងវុធាសិងត្រូវអត់មើលឃើញអត់សោះហ្នឹងហើយមើលយកចម្លើយទី2មើលមួយណាឡើងគូមកហើយបើសិនជាខលខ្លួនឯងប្រាប់ណាបើសិនជាខលឡើងមកកែម្ដងទៀតលូតូចេញហើយហ៎ពយក៏បានដែរបាក់ហេងម៉ានូយកចម្លើយទី3ហើយកូនឯងនៅក្នុងថ្នាក់ទៀងណាទៀងហើយចម្លើយទាំងអស់ហ្នឹងត្រូវអត់លោក3សិប្បកម្មត្រូវអត់កូនត្រូវនៅសល់មួយទៀតលូតូចេញហើយតើអ្នកណាបានជាប់ឆ្នោតរង្វាន់ធំនៅក្នុងកម្មវិធីនេះថ្ងៃនេះហ៊ុនវិជ្ជការមកនៅមានទៀតនៅមានសំណួរច្រើនទៀតកូនកុំភ័យជើងខ្លាំងឡើងបើខុសទៀតទៅចម្លែកមែនអត់ខុសអត់ត្រឹមត្រូវខុសហើយត្រឹមត្រូវយើងចូលសំណួរទី2វិញម្ដងតើនៅក្នុងសភៅមានចាំកូនឯងឡើងទៀតហើយកូនឯងមើលសំណួរឲ្យលោកគ្រូបាត់ក្រាមលេខតសំណួរទី2ដាក់ណាដាក់ត្រង់នេះណាបាទនេះណាគេឡើងអានឲ្យគ្រូបន្តិចមិនក៏បានដែរព្រោះអត់មីក្រូហ្វូនអានអត់លឺអត់ស្មូតទេចាំគ្រូនិយាយយើងមានចម្លើយក្នុងចិត្តហើយនៅហើយអញ្ចឹងលោកគ្រូអានឲ្យស្ដាប់បាទតើរបស់មួយណាបង្ហាញតម្លៃអប់រំនៃរឿងទី1ត្រូវចូលរួមអីគេក្នុងចលនាល្បែងចលនាលេងកូនត្រីនៅតាមបឹងបួទី2ត្រូវខិតខំបង្កើតមុខរបរនេសាទនៅបឹងទន្លេសាបទី3ត្រូវចូលរួមថែរក្សាការពារធនធានជលផលបឹងទន្លេសាបតើកូនមួយណាដែលមានសំណាងបានរង្វាន់ថ្មីសង្ស័យមនុស្សម្ដៅក៏ឲ្យគាត់ដឹងដែរបាទវាមិនដែលបាទពណ៌ខៀវណាគេកាន់ពណ៌ខៀវខ្លះនេះណាយកពណ៌ខៀវទៅសរសេរខ្លះតូចជិះតែធីចន្ទភេងបរិសង្ហាប្រចាំសាលាឥឡូវយើងដល់សំណួរទីម៉ានឥឡូវទីម៉ានហ្នឹងមិញទីឥឡូវដល់សំណួរពោហ៎
ទី3ម្ដងទី3នេះអត់អីប្របាក់ទេលោកគ្រូនឹងធ្វើឲ្យកូនតតែម្ដងដោយសារវាជាតកតងទៅនឹងប្រាប់នៃព្រឹត្តិការណ៍នៃរឿងអញ្ចឹងលោកគ្រូបានកត់ឲ្យកូនដើម្បីឲ្យកូនជាចំណេះដឹងជាគេហៅផ្លូវមួយសម្រាប់មើលនៅអត្ថបទក្រោយៗទៀតណាអញ្ចឹងយើងសង្ខេបយ៉ាងម៉េចលោកគ្រូនឹងបង្ហាញតកតងនឹងរឿងនៃព្រឹត្តិការណ៍រឿងទាំងអស់នៃព្រឹត្តិការណ៍យើងដឹងហើយថាស្អីក៏ដោយយើងតែងតែមានព្រឹត្តិការណ៍នៃរឿងទាំងអស់ឧទាហរណ៍យើងមានតែឃើញចូលរួមព្រឹត្តិការណ៍ប្រគំមន្ត្រីថ្ងៃមុននេះនៅហនុមានមានតែគេទៅខ្លះកូនហ៎នៅណាអាហ្នឹងនៅហនុមានទៅហ៎បាទឃើញព្រឹត្តិការណ៍វាជាព្រឹត្តិការណ៍អីកូនមានដឹងអត់គេលេងអីគេខ្លះគេមានក្នុងព្រឹត្តិការណ៍នេះមានអីខ្លះមានចម្រៀងទេមានបណ្ដាលេណាគេមកមានតារាល្បីណាមកអត់ណាគេយូរីអាចយណាគេចឹងក៏ចឹងចុះចាប់បណ្ដាលបណ្ដាលវិញបងទៅជិះណាមានអត់មានបណ្ដាលវិញចាញ់គ្រូទេជឿហៅមើលលោកគ្រូចាប់បណ្ដាលនេះគ្រូនេះក៏ចេញក្បាច់មិនដឹងអត់លោកគ្រូហាត់បណ្ដាលអត់ទេហាត់បណ្ដាលមែនតាលោកគ្រូចេះក្រាត់ទេនោះសការីធ្លាប់ហាត់ក្រាត់ទេដឹងហើយក្រាត់ទេគេលើកជើងហ៎អញ្ចឹងគេឲ្យយើងទៅថែជើងអញ្ចឹងហ៎លើកជើងឲ្យត្រង់ចេះហើយលោកគ្រូគេឲ្យទៅថែជើងម្ដងឈឺកលៀនចុះយ៉ាហើយបើបីបណ្ដាលគឺតាក់តងដៃតាក់តងកែងជង្គង់ឲ្យតតអាហ្នឹងយើងត្រូវច្បាស់ហ្នឹងហើយអាហ្នឹងហើយដែលនិយាយពីព្រឹត្តិការណ៍ថ្ងៃមុនហ្នឹងនឹងគឺជាព្រឹត្តិការណ៍ដែរណាហើយក្នុងរឿងនេះក៏មានព្រឹត្តិការណ៍គេហៅថាចូលប្រាប់ព្រឹត្តិការណ៍ទាំងអស់នៅក្នុងរឿងនេះមកគ្រូបន្តតិចស្ងាត់នេះចំណុចទី1លោកគ្រូសង្ខេបឲ្យតែម្ដងណាដើម្បីឲ្យកូនយល់អំពីរបៀបនៃការសង្ខេបលើកក្រោយលោកគ្រូនឹងឲ្យកូនសង្ខេបពេញម្ដងណាចឹងទី1ថ្ងៃមួយពេលត្រឡប់ពីនេសាទវិញពូប្រាក់បានអូនឯប្រាប់ប្រពន្ធដោយអត់សង្ឃឹមនៅក្នុងអត្ថបទមានទេពេលហ្នឹងទី2ពូប្រាប់ហ្នឹងមានន័យថាពូប្រាប់ហ្នឹងគេអត់សរសេរពីរដងហើយវាជាន់ទេណាពូប្រាប់ពីកត្តាដែលគាត់មិនអាចរកត្រីបានមានទេគាត់អូនឯប្រាប់មកគេទី3ពូប្រាប់ប្រពន្ធថាបើទោះជារាជរដ្ឋាភិបាលខិតខំអប់រំយ៉ាងណាក៏ដោយតែមិនមានការចូលរួមការពាររបស់ប្រជាពលរដ្ឋក៏មិនកើតដែរមានន័យថាម៉េចមានន័យថាបើសិនជាមិនចូលរួមមានតែគាត់ចោលសម្រាប់មែនអត់វាធ្វើជាតិធ្វើទលេរៀកមានទាំងអស់មែនទេបាទអញ្ចឹងនៅក្នុងហ្នឹងកូនឯងរៀនសង្ខេបនៃព្រឹត្តិការណ៍ទាំងអស់ហ្នឹងមេរៀនក្រោយលោកគ្រូឲ្យសង្ខេបម្ដងណាកូនបាទឥឡូវយើងមុននឹងបញ្ចប់មេរៀនក៏ដូចជាស្វែងយល់បន្ថែមតាក់ទងទៅនឹងបឹងទលេសាបយើងឲ្យមិត្តរួមថ្នាក់របស់យើងអាននៅអត្ថបទហ្នឹងដើម្បីជាផ្លូវជាបំណិនមួយបន្ថែមទៀតនៅក្នុងអត្ថបទបឹងទលេសាបនេះបាទតោះកូនតោះភាសាខ្មែររឿងវាសនាបឹងទន្លេសាបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយពូប្រាក់និងមីងសំរស់នៅក្នុងភូមិស្នុកទ្រូខេត្តកំពង់ឆ្នាំងគ្រួសារគាត់បានប្រកបរបរនេសាទត្រីនិងធ្វើប្រហុកផ្អកត្រីងៀតត្រីស្អើដែលជាអាជីពប្រចាំគ្រួសាររដូវសម្រក់មកដល់ពូប្រាក់និងកូនប្រុសគាត់2នាក់តែងតែចេញទៅនេសាទត្រីតាមទម្លាប់របស់គាត់ក្នុងមួយឆ្នាំគាត់នេសាទត្រីបានយ៉ាងច្រើនដើម្បីឲ្យប្រពន្ធនិងកូនស្រីគាត់យកទៅលក់នៅឯផ្សារធ្វើប្រហុកផ្អកទុកសម្រាប់ហូបនិងលក់ដូរប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពូប្រាក់រកត្រីពុំសូវបានដូចមុនទៀតឡើយថ្ងៃមួយពេលត្រឡប់មកពីនេសាទវិញគាត់អូនតែប្រាប់ប្រពន្ធដោយអស់សង្ឃឹមម៉ែវាអើយថ្ងៃនេះខ្ញុំរកត្រីមិនបានទេយើងប្រហែលជាត្រូវដូរមុខរបរហើយមីងសំឮដូច្នោះក៏សួរប្តីហេតុអ្វីបានជាអូវវារកត្រីមិនបានពូប្រាក់រៀបរាប់ប្រាប់ភរិយាម៉ែវាដឹងទេសប្តាហ៍ថ្ងៃនេះបឹងទន្លេសាបកំពុងទទួលរងគ្រោះធ្ងន់ធ្ងរណាស់ដោយសារអំពើអត្តកិច្ចរបស់ជនខ្លះវិជ្ជាការអានបន្តកូនពួកគេបានទៅកាប់បំផ្លាញព្រៃលិចទឹកជុំវិញបឹងដែលជាជំរកត្រីពងនិងបន្តពូជដើម្បីយកដីធ្វើស្រែម្យ៉ាងទៀតមនុស្សមួយចំនួនធំបានទៅទីលំនៅលើទឹកដើម្បីប្រកបរបរនេសាទត្រីលក់ដូរនិងធ្វើសិប្បកម្មផ្សេងអ្នកទាំងនោះបានបង្ហូរកាកសំណល់ពីលំនៅដ្ឋាននិងរោគសិប្បកម្មដែលមានជាតិពុលនៅក្នុងទឹកបឹងរាល់ថ្ងៃពួកគេធ្វើឲ្យទឹកបឹងកខ្វក់ហើយរាក់ទៅជាមួយនោះដែរប្រេងម៉ាស៊ីនកប៉ាល់កាណូតកប៉ាល់ក៏នាំឲ្យទឹកបឹងកាន់កម្ដៅឆាប់រហ័សបណ្ដាលឲ្យត្រីពុលនិងងាយងាប់ជាពិសេសទៅទៀតអ្នកខ្លះមានមហិច្ឆតាខ្លាំងពេកបានប្រើម៉ងអួនសំណាញ់ដែលមានក្រញាក់ក្រឡាញឹកដើម្បីនេសាទត្រីហើយជនល្មើសច្បាប់ខ្លះទៀតបានប្រើខ្សែភ្លើងឆក់ត្រីធ្វើ
ធ្វើឲ្យត្រីតូចធំងាប់គ្មានសល់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យធនធានជលផលនៅប្រទេសយើងចេះតែខ្សត់ទៅ បាទអរគុណកូន បើយ៉ាងនេះពួកយើងនឹងរកត្រីមិនបានថ្ងៃណាមួយមិនខានទេឲ្យវាមិនសំសួរប្តីគាត់ពូប្រាក់ឆ្លើយឡើងមែនហើយបើទោះបីរាជរដ្ឋាភិបាលបានខិតខំអប់រំផ្សព្វផ្សាយច្បាប់នេសាទនិងបំផុសចលនាលែងកូនត្រីតាមបឹងបួយ៉ាងណាក៏ដោយបើគ្មានអ្នកចូលរួមការពារនោះទេធនធានជលផលក៏នឹងវិនាសសាបសូន្យជាមិនខានបើនៅតែយ៉ាងនេះពុំមែនតែក្រុមគ្រួសារយើងទេដែលគ្មានមុខរបរឬគ្មានត្រីបរិភោគគឺប្រទេសជាតិយើងទាំងមូលក៏នឹងធ្លាក់ក្នុងគ្រោះមហន្តរាយផងដែរ បាទអរគុណកូនបងប្អូនគ្នាមិញយើង4នាក់បានអានអត្ថបទចុងក្រោយហើយអ្វីដែលសំខាន់នៅចំណុចគោខ្លួនឯងធ្វើកិច្ចការផ្ទះណាកិច្ចការផ្ទះចំណុចគោហើយមួយទៀតតាក់ទងទៅនឹងអំណាចមេរៀនបន្តដែលយើងត្រូវរៀនគឺអីគេរឿងសុបិនចម្លែកអញ្ចឹងយើងចង់ដឹងថាតើសុបិនចម្លែកមានរឿងក្នុងហ្នឹងមានស្អីខ្លះនេះសួរបន្តិចមើលមិនទាន់ដល់មេរៀនតែសួរថាតើខ្លួនឯងមានដែរសុបិនវិស័កអីហ៎មានដែរយើងសក់ឃើញពោះហ៎ដឹងថាចាស់ពីមុនណាយើងសក់ឃើញពោះយ៉ាងម៉េចទេចុកពូប្រេងហើយកូនឯងកូនក្មេងទៅពូប្រេងស្អីដែរយល់ទេហ្នឹងហើយការសុបិនវាជារឿងមួយនៅក្នុងហ្នឹងទាំងអស់បាទតើឥឡូវយើងចាប់ឲ្យមេរៀនហ្នឹងលោកគ្រូផ្ដាំផ្ញើថាទៅដល់ទៀតមើលមេរៀនជួយការងារឪពុកម្ដាយនិងធ្វើលំហាត់កិច្ចការដែលលោកគ្រូដាក់ឲ្យបន្តទៀតណាអញ្ចឹងសូមកូនទៅផ្ទះវិញធ្វើដំណើរសុខសប្បាយញ៉ាំបាយស្រស់ស្រាយនិងបន្តមេរៀនយើងបន្តទៀតណាកូនណាអរគុណបាទ